សួស្តីអ្នកនរគ្នាចង់ចេះធ្វើរូបបែបនេះអត់រូបបែបនេះដែលយើងគ្រាន់តែមានរូបភាពមួយសន្លឹកហើយយើងបញ្ចូលប្រមដែលយើងបានសរសេរហើយឲ្យ Google Gemini generate ឲ្យយើងតោះសម្រាប់អ្នកនរគ្នាដែលចង់ចេះធ្វើរូបបែបហ្នឹងអាចមើលវីដេអូរបស់ខ្ញុំតាមពីដើមរហូតចប់ដើម្បីអាចធ្វើវាបានដូចខ្ញុំអូខេនេះជារូបរបស់ខ្ញុំហើយនេះជារូបរបស់ប្រុសរបស់ខ្ញុំអូខេតោះ let's go ទៅធ្វើជាមួយខ្ញុំទាំងអស់គ្នាអូខេឥឡូវយើងចូលមក Google មកអ្នកនរគ្នាវាយថា Google អូខេ Google Gemini អូខេវាយតាមខ្ញុំមកបើសិនមកអ្នកនរគ្នាវាយដំបូងវាអត់ចេញអ្នកនរគ្នាវាយទាំងអស់មក Gemini AI អូខេវាយបែបហ្នឹងមកអ្នកនរគ្នាចុចសញ្ញាវាយហើយអ្នកនរគ្នាចុចសញ្ញា search មកដល់ទីអ្នកនរគ្នានឹងឃើញបែបនេះអ្នកនរគ្នាចុចលើ Google Gemini នេះអូខេបន្ទាប់ចុចលើ Google Gemini ហើយវា load មកទាំងបែបនេះអូខេហើយអ្នកនរគ្នាចុចសញ្ញាបូកនេះមកហើយចុចពាក្យថា upload មានសញ្ញាគ្នាបនេះណាអ្នកនរគ្នាបើអត់ចេះភាសាអង់គ្លេសទេអ្នកនរគ្នាអាចមើលសញ្ញាគ្នាបឬក៏អ្វីដែលខ្ញុំចូលលើហ្នឹងចុចអានេះមកអូខេអញ្ចឹងយើងយករូបរបស់យើងខ្ញុំមានរូបរបស់ខ្ញុំនេះរូបរបស់ខ្ញុំមួយនេះអូខេចុចមកបន្ទាប់ពីupload រូបបែបនេះហើយអ្នកនរគ្នាចុច pass prompt ដែលអ្នកនរគ្នាបានសរសេរហើយបញ្ជាអ្នកនរគ្នាសម្រាប់ prompt ហ្នឹងអ្នកនរគ្នាអាចចូលទៅយកនៅក្នុង channel Telegram របស់ខ្ញុំឬក៏អ្នកនរគ្នាអាចចូលទៅយកក្នុង description នៃវីដេអូក៏បានដែរអូខេអញ្ចឹងមានគ្នាយើងមួយចំនួនដែលអត់ទាន់ចេះយក script ហ្នឹងនៅក្នុង description នៃវីដេអូគាត់រកអត់ឃើញអញ្ចឹងអ្នកនរគ្នាអាច join channel Telegram របស់ខ្ញុំដែលមាននៅលើវីដេអូនេះអ្នកនរគ្នាអាចចុចវាយតាមហ្នឹងទៅដើម្បី join អូខេឥឡូវតបពី pass prompt ហើយអ្នកនរគ្នាចុចសញ្ញាព្រួយទៅមុខមកអូខេរងចាំបន្តិចវាកំពុងធ្វើការ process justing អ្នកនរគ្នារងចាំបន្តិចគេនឹង generate image នេះគេបានរូបអ្នកនរគ្នាគឺរូបវាស្តៀងគ្នាអ្នកនរគ្នាវាអត់ដូចគ្នាទាំងអស់ទេណាវាស្តៀងគ្នាមានអាចបែរមុខមកចំហៀងបែរមុខទៅឆ្វេងបែរមុខទៅស្ដាំអញ្ចឹងអ្នកនរគ្នាអាច generate ពីរដងទៅអ្នកនរគ្នានឹងឃើញរូបណាដែលអ្នកនរគ្នាចង់បានអញ្ចឹងនៅពេលដែលបានរូបហើយធ្វើម៉េចបានយករូបនឹងទៅផុស Facebook បានអ្នកនរគ្នាចុច download នេះមកអូខេយើងបើកមើលអូខេរូបរបស់យើងបានហើយអ្នកនរគ្នាអូខេអ្នកនរគ្នាអញ្ចឹងសម្រាប់គ្នាយើងដែលមើលអត់ទាន់ខ្សែវីដេអូថាលឿនពេកអញ្ចឹងអ្នកនរគ្នាអាចសារចុះសារឡើងដើម្បីមើលវាអំពីរបៀបនៃការធ្វើអូខេអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការចំណាយពេលវេលាតាមដានទស្សនាខ្សែវីដេអូរបស់ខ្ញុំតាមពីដើមរហូតដល់ចប់ហើយបើសិនមកអ្នកនរគ្នាគិតថាខ្សែវីដេអូនេះមានប្រយោជន៍សូមជួយចុច like ចុច share ចុច subscribe ហើយនឹងដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី channel របស់ខ្ញុំបាយអ្នកនរគ្នាជួបខ្ញុំក្នុងខ្សែវីដេអូក្រោយ